អ្នកទាំងអស់គ្នាជឿអត់ថាអីដែលយើងចង់បានទាំងអស់áវាអត់អាចបានដូចអីដែលយើងចង់បានទេអញ្ចឹងអ្នកទាំងអស់គ្នាអត់ចាំបាច់ទៅមើលអ្នកផ្សេងហើយយករឿងអ្នកផ្សេងមកធ្វើនៅក្នុងជីវិតខ្លួនឯងទេព្រោះមនុស្សគឺផ្សេងគ្នាប្រកាសហើយថាមនុស្សពីរគឺអារម្មណ៍ផ្សេងគ្នាអ្វីៗគ្រប់យ៉ាងគឺផ្សេងគ្នាទាំងអស់អញ្ចឹងយើងមិនអាចយកអីដែលគេមានយកមក apply នៅក្នុងជីវិតយើងទេព្រោះវាអត់អាចឲ្យអ្នកទាំងអស់គ្នាបានដូចអីដែលអ្នកទាំងអស់គ្នាចង់បានទេប៉ុន្តែអីដែលអ្នកទាំងអស់គ្នាគួរតែធ្វើគឺអ្នកទាំងអស់គ្នាគួរតែស្រឡាញ់អ្វីដែលអ្នកទាំងអស់គ្នាកំពុងតែមានបច្ចុប្បន្នអាចថាមិនត្រូវដែរគេអាចនឹងចំណែនយើងក៏ថាបានព្រោះដូចដែលខ្ញុំនិយាយអញ្ចឹងថាមនុស្សទាំងអស់គ្នាវាអត់អាចបានអ្វីគ្រប់យ៉ាងដែលយើងចង់បានទាំងអស់ទេ